បងប្អូនទាំងអស់គ្នាបាទជួបខ្ញុំក្បែរម៉ូតូ review ហើយសម្រាប់វីដេអូមួយនេះគឺខ្ញុំចង់បង្ហាញតាក់ទងទៅនឹងអវត្តមាននៅក្នុង YouTube មួយរយៈចុងក្រោយហើយបងប្អូនក៏សួរច្រើនថាបងមិនបានដែរឃើញម៉ូតូយកមកលក់សម្បីតែបងប្អូនដែលរាប់អានគ្នាគាត់សួរដែរមិនមែនថាតោះតែបងប្អូនអ្នករមទិញម៉ូតូទេគឺខ្ញុំស្គាល់ច្រើននៅក្នុង YouTube បងប្អូនគាត់ឆាតមកលេងច្រើនអញ្ចឹងណាអញ្ចឹងមូលហេតុគឺមានណាបងប្អូនកុំឲ្យវែងឆ្ងាយយូរគឺតាក់ទងទៅនឹងរឿងការរស់នៅគឺខ្ញុំបានផ្លាស់ប្ដូរទីលំនៅខាងគូសារបស់ខ្ញុំនៅខាងត្បូងឃ្មុំអញ្ចឹងគឺខ្ញុំផ្លាស់ប្ដូរទាំងកន្លែងការងារទាំងអីអញ្ចឹងគឺរវល់មែនតែនការងារកន្លែងថ្មីគឺវាចឹងថាច័ន្ទសុកគឺពេញហ្មងបងប្អូនការងាររត់ច័ន្ទសុកគឺពេញហើយសៅរ៍អាទិត្យត្រូវជូនប្រពន្ធមករៀនដោយសារគាត់រៀនអត់តន់ចប់អញ្ចឹងត្រូវការជូនគាត់មកហើយដូចបងប្អូនបានឮសំឡេងហើយគឺរៀងស្អកដោយសារតែក៏ទៅមករយៈចុងក្រោយនេះគឺខ្ញុំរវល់ជក់ទៅនឹងរឿងបដាល់មែនតែនហើយដោយយប់មិញនេះគឺម៉ោង2បានមកដល់កំពង់ចាមវិញម៉ោង2ជាងដោយសារតែទៅមើលបដាល់នៅខាងស្វាយរៀងបងប្អូនកីឡាករគីឡូធំគាត់ទៅនងអញ្ចឹងគឺស្កាត់ទៅដល់នងហើយព្រៃវែងត្បូងឃ្មុំកំពង់ចាមហើយនៅប្រហែលខែទៀតដែលត្រូវចាំមើលសិនមិនដឹងថាបានទៅឬក៏យ៉ាងម៉េចទេព្រោះអីវាឆ្ងាយដែរណាបងប្អូនដែលអាទិត្យក្រោយនេះឮថាមាននៅតាកែវបងប្អូនមិនដឹងថាបានទៅឬក៏អត់ទេអញ្ចឹងរវល់ច្រើនក៏ដូចជានៅខាងត្បូងឃ្មុំយើងឆ្ងាយពីការរស់ស៊ីទីតាំងកាន់តែឆ្ងាយខ្ញុំខ្លាចបងប្អូនពិបាកមកមើលvàអីចឹងហើយម្យ៉ាងយើងត្រូវទុកលុយដើម្បីធ្វើការផ្លាស់ប្ដូរអីចឹងយើងត្រូវការចាយវាយលុយខ្លះហើយនឹងបាទតកតងជាមួយជីវភាពរស់នៅនឹងគឺយើងត្រូវការសេវលុយនឹងសិនណាបងប្អូនអញ្ចឹងចន្លោះខ្ទង់ប្រហែលជាចូលមួយឆ្នាំអីទៀតបងប្អូនមួយឆ្នាំទៀតខ្ញុំនឹងចាប់ផ្ដើមមើលម៉ូតូឡើងវិញហើយសង្ឃឹមថាសាក្រោយនេះគឺខ្ញុំចាប់ផ្ដើមគឺដូចផ្ដើមរោរបស់ឲ្យមានជំរឿសសម្រាប់បងប្អូនយើងអាចនិយាយបានថាឲ្យមានមួយគ្រឿងមាន2គ្រឿងមាន3គ្រឿងអីចឹងទៅសម្រាប់បងប្អូនឲ្យចង់បានផែននេះឆ្នាំនេះតម្លៃនេះគឺយើងមានផ្គប់ចិត្តបងប្អូនយើងទាំងអស់គ្នាហើយមិនថាយូរប៉ុណ្ណាការត្រឡប់មកវិញនេះគឺនឹងនៅតែភ្ជាប់ជាមួយនឹងគុណភាពក៏ដូចជាភាពស្មោះត្រង់ដែលកាន់បងប្អូនអស់គ្នាជាមួយតម្លៃដែលល្អពិសេសដូចបងប្អូនធ្លាប់ដឹងហើយអាសិចអីគឺដឹងហើយម៉ូតូដែលយកទៅជិះបានបងប្អូនយកជិះរាប់ខែហើយតម្លៃលក់វិញគឺខាតតិចជួនកាលអាចលក់រួចខ្លួនបើសិនអ្នកចេះលក់សឹងលក់ចំណេញទៀតបងប្អូនណាអញ្ចឹងគឺអានេះគឺខ្ញុំព្យាយាមសម្រាប់បងប្អូនអស់គ្នាដែរហើយការចំណេញនឹងមកក៏វាមិនទៅច្រើនទេបងប្អូននេះបងប្អូនអាចដឹងណាបាទហើយអរគុណច្រើនចំពោះការដែលបងប្អូនគ្រប់គ្រងក៏ដូចជាបងប្អូនដែលតែងតែទស្សនាវីដេអូរបស់ខ្ញុំហើយឃើញថាអមរយៈក្រោយនេះគឺខ្ញុំទៅដល់ត្បូងឃ្មុំនោះគឺខ្ញុំបានចូលផ្សារទិញគ្រឿងម៉ូតូឲ្យខ្លះសម្រាប់ជួសជុលខ្លួនឯងលេងតិចៗចឹងណាបងប្អូនណាបាទ maintenance ជាមួយម៉ូតូយើងអញ្ចឹងទៅជួបបងអ្នកលក់គ្រឿងម៉ូតូគាត់ឃើញថាបងដូចប្រហែលឃើញនៅក្នុង YouTube ដូចបងក្បែរម៉ូតូ review អីចឹងណាហើយសប្បាយចិត្តមែនទេបងប្អូនមានអារម្មណ៍ថាទៅដល់គាត់ឃើញយើងគាត់វគ្គយើងបដ ாய் គាត់ថាគាត់ស្គាល់យើងប៉ុន្តែគាត់ដូចវគ្គមកផ្លែតហ្នឹងគាត់រកយើងអត់ឃើញមិនដឹងថាយើងនៅណាឈ្មោះអីចឹងបានមកផ្លែតទៅបានគាត់បាននៅឃើញអញ្ចឹងគឺអរគុណមែនតើហើយខ្ញុំក៏ព្យាយាមទៅរកវីដេអូថ្មីសម្រាប់ចែកម្លែកជូនបងប្អូនដែរហ្នឹងហើយបងប្អូនវីដេអូនេះមានតែប៉ុណ្្នេះទេហើយបងប្អូនដែលនៅតាមខេត្តបើសិនជាពេលខ្លះថ្ងៃវាយបដាល់អីណាថ្ងៃសៅរ៍ហ្នឹងគឺបងប្អូនអាចថាគីឡូចៃដនអីបានជួបគ្នាអីជួយហៅផងបងប្អូនអាចស្គាល់ខ្ញុំប៉ុន្តែពេលខ្លះខ្ញុំអត់បានស្គាល់បងប្អូនទេតាមរយៈ comment អីពេលខ្លះខ្ញុំអត់ស្គាល់មុខទេណាបងប្អូនអធិស្ឋានដែរបាទអរគុណហើយក៏ចាំជួបគ្នានៅ